លើកទំនិញដ៏ធំសម្បើមនេះមិនមានប្រអប់លេខធម្មតានោះទេសូមអនុញ្ញាតឲ្យខ្ញុំបញ្យល់ពីវានៅពេលអ្នកកលេចមើលឡានដឹកទំនិញរ៉ែទម្ងន់400តោនដូចជា Caterpillar 798 AC តែអ្នកប្រហែលថារំពឹងថាវានឹងមានប្រអប់លេខធំបំផុតនៅលើផែនដីប៉ុន្តែវាមិនដូច្នោះទេជំនួសឲ្យប្រអប់លេខបែបធម្មតាដោយរថយន្តដទៃវាប្រើប្រព័ន្ធបើកបរដោយប្រើប្រេងម៉ាស៊ូតអគ្គិសនីដ៏ធំមួយវាមើលទៅដូចជាមេកានិកប៉ុន្តែវាដំណើរការដូចជាម៉ាស៊ីនអគ្គិសនីយក្សមួយអ្នកឃើញទេម៉ាស៊ីនម៉ាស៊ូតដ៏ធំសម្បើមនេះពិតជាមិនបង្វិលកង់រថយន្តទេផ្ទុយទៅវិញវាដើរតួនាទីរោងចក្រថាមពលដែលមានចលនាដោយបង្កើតអគ្គិសនីរាប់ពាន់សេសអគ្គិសនីនោះត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ម៉ូទ័រអគ្គិសនីដ៏ធំដែលជាក់លាក់នៅខាងក្នុងប្រអប់កង់ក្រោយនោះហើយជាមូលហេតុដែលវាអាចទ្រទម្ងន់ដ៏ច្រើនដោយមិនធ្វើឲ្យខូចអបើកបរវាផ្ដល់ថាមពលរលូនមិនគួរឲ្យជឿដែលបង្ហាញថាទំហំធំជាងតែងតែមានន័យថាប្រពៃតាមបែបប្រពៃណីរថយន្តផ្សេងនោះទេដូច្នេះដោយមើលការបើកបរដ៏គួរឲ្យខ្លាចនេះតើអ្នកគិតថាប្រព័ន្ធអគ្គិសនីនេះពិតជាឆ្លាតជាងប្រអប់លេខធម្មតាទេក្រុមហ៊ុនរបស់ Tech មានលក់កុំព្យូទ័រ laptop mini PC និងគ្រឿងសង្ហារិមជាច្រើនផ្សេងទៀតបើសិនជាបងប្អូនត្រូវការសូមទៅណែនាំតាមវីដេអូខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនា